หลักการในปัญหาจำนวนประดับประฟุนี้กะกบาก็ห้องการไปเชื่อคือบานบำเพ็ญในตัวในตีระบบขลุ่นในขนมฐานะเชียจำนวนการจูนเรียรัฐาภิบาลในขนมวิสัยมนุษย์ทว่าให้ยังปังเรื่องในขนมการอนุวัตตามฉบับมนุษย์ทอันราเชียได้ในขนมโน้ตตามอนัตระบอบสมาคมเชียในขนมเป็นแต่เมียนสถานเพียบจำนวนนี้ประกาศล้างก็ยืนเลยทั่วปฏิบัติการมนุษย์ทว่าได้ประดาวเตลที่มุ้ยប្រជាជនដែលចំណាក់ស្រុកឬក៏ហៅថាប្រជាជនដែលភាសាទី2គឺគ្រួសារយុទ្ធជនដែលពលីហើយនៅទី3គឺយុទ្ធជនដែលពលីនឹងមានរបួសនៅមន្ទីរពេទ្យចានៅក្នុងរយៈពេល1ឆ្នាំកន្លងមកនេះកក្កបាក្រហមកម្ពុជាដែលយើងបានធ្វើប្រតិបត្តិការមនុស្សធម៌នេះខ្ញុំអាចបែងចែកទៅជា4ដំណាក់កាលទី1គឺនៅក្នុងរយៈពេលដែលយើងចាប់ផ្ដើមមានឧបទ្ទហេតុពីថ្ងៃ24ហើយរហូតមកដល់ថ្ងៃទី29ខែកក្កដាដែលយើងមានការអនុវត្តបទឈប់បាញ់ហើយនៅក្នុងពេលនោះក៏យើងមានខាងភាគីថៃក៏បានចាប់វីរយុទ្ធជនយើង18នាក់យកទៅឃុំចាក្នុងដំណាក់កាលនេះកក្កបាក្រហមកម្ពុជាគឺយើងបានធ្វើទី1បដោតទៅលើការផ្ដល់អំណោយសង្គ្រោះបន្ទាន់នៅក្នុងការជួយទៅដល់បងប្អូនដែលភាសាចឹងនៅក្នុងការផ្ដល់ភាសានេះគឺថាយើងមានផ្ដល់នៅស្បៀងនិងសម្ភារៈដែលតម្រូវការចាំបាច់នៅក្នុងការដែលប្រជាជនលោកចាក់ចេញពីគេអដ្ឋានឲ្យមករស់នៅមណ្ឌលសុវត្ថិភាពទន្ទឹមនោះយើងមានកម្លាំងអ្នកស្ម័គ្រចិត្តនិងយុវជនក៏ដូចជាមន្ត្រីរបស់សាខានិងអនុសាខាគឺចូលរួមនៅក្នុងការជួយសម្របសម្រួលនៅតាមមណ្ឌលសុវត្ថិភាពដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើងទី1គឺថាការចុះបញ្ជីគ្រួសារនៅក្នុងតំបន់ភាសាហើយនៅក្នុងមណ្ឌលសុវត្ថិភាពហើយនឹងទី2ទៀតគឺយើងចាប់ផ្ដើមមានហៅថាការដោយសារថានៅក្នុងពេលនោះគឺយើងមានចលនាសប្បុរសធម៌ជាច្រើនអញ្ចឹងក៏មានក្រុមសប្បុរសជនដែលបានទៅដល់មណ្ឌលសុវត្ថិភាពក៏ដូចជាអង្គការផ្សេងទៀតដែលចុះនៅក្នុងប្រតិបត្តិការនេះពេលនោះចុងសំខាន់បំផុតពេលនោះគឺថាកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលជួយទៅដល់គណៈកម្មការព្រោះនៅតាមជំរកមណ្ឌលសុវត្ថិភាពនីមួយគឺមានគណៈកម្មការចំពោះកិច្ចដែលនៅតាមប្រចាំមណ្ឌលនោះអញ្ចឹងភារកិច្ចរបស់មន្ត្រីសាខាអនុសាខាក៏ដូចជាអ្នកស្ម័គ្រចិត្តគឺនៅក្នុងការជួយសម្រួលរៀបចំទីកន្លែងជួបបងប្អូនយើងឲ្យបានរស់នៅបានស្រួលបួលហើយនឹងការជួយនៅក្នុងការរៀបចំបែងចែកនៅអំណោយមនុស្សធម៌ដែលទទួលបានពីគ្រប់ប្រភពទាំងអស់រួមទាំងពីកក្កបាក្រហមកម្ពុជាថ្នាក់កណ្ដាលទៅផងដែរដើម្បីធ្វើយ៉ាងណាឲ្យថាអំណោយទាំងអស់យើងបានទទួលពីសប្បុរសជនពិតជាបានទៅដល់អ្នករងគ្រោះមែនចា៎នេះគឺជាចំណុចទី1នៅក្នុងចំណុចទី2គឺនៅក្នុងពេលដែលក្រោយពីមានបទឈប់បាញ់ថ្ងៃទី29ខែកក្កដាហ្នឹងទៅគឺកក្កបាក្រហមកម្ពុជារហូតមកដល់ខែវិច្ឆិកាគឺយើងបានចាប់ផ្ដើមគិតគូរអំពីការកសាងសមត្ថភាពអ្នកស្ម័គ្រចិត្តដោយធ្វើការជ្រើសរើសអ្នកស្ម័គ្រចិត្តនៅតាមមណ្ឌលសុវត្ថិភាពនោះធ្វើការបណ្ដុះបណ្ដាលទី2យើងគិតគូរអំពីបញ្ហាអនាម័យទឹកស្អាតដែលជាលក្ខខណ្ឌមួយនៅក្នុងការរស់នៅឲ្យមានសុខភាពល្អទី3យើងគិតទៅអំពីការផ្ដល់នៅចំណេះដឹងខាងផ្នែកហៅថាអប់រំកាត់បន្ថយគ្រោះថ្នាក់អំពីមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះព្រោះថានៅក្នុងពេលនោះគឺយើងតំបន់ទាំងនោះគឺតំបន់ដែលមានមីនចាស់ស្រាប់ផងហើយក៏បន្ថែមនៅមានកាកសំណល់ថ្មីបន្ថែមទៀតអញ្ចឹងគឺការអប់រំផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងជំរំទាំងនោះមណ្ឌលសុវត្ថិភាពទាំងនោះគឺថាจะមានសារៈសំខាន់ហើយសម្រាប់បងប្អូនដែលត្រឡប់វិលទៅលំនៅឋានវិញគឺយើងបានចុះធ្វើប្រតិបត្តិការចុះទៅដល់ទីណាដែលគាត់បានទៅដល់គឺយើងចុះទៅធ្វើការអប់រំផ្សព្វផ្សាយនៅដល់ទីនោះនេះក៏អំពីថាសុវត្ថិភាពខាងផ្នែកពាក់ព័ន្ធទៅនឹងគ្រឿងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងគ្រាប់មីនពីគិតអំពីបញ្ហាអនាម័យទឹកស្អាតអំពីសង្គ្រោះបឋមអំពីសុខភាពខាងផ្នែកផ្លូវចិត្តរបស់បងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅក្នុងទីនោះព្រោះថាស្ថានភាពនៅក្នុងមណ្ឌលសុវត្ថិភាពគឺថាទី1គាត់នៅកន្លែងទីតាំងកន្លែងដដែលដែលពុំសូវមានអនាម័យទី2ក៏ដោយថាការរស់នៅដោយខ្វះហៅថា
ខ្វះបរិយាកាសចាបរិយាកាសល្អហើយនឹងបរិស្ថានល្អដោយសារថាការរស់នៅប្រមូលផ្ដុំគ្នាបែបនេះអញ្ចឹងការអប់រំសំខាន់បំផុតឲ្យគាត់មានការយល់ដឹងអំពីការប្រើប្រាស់ទឹកស្អាតថែរក្សាអនាម័យទាំងខ្លួនថាអនាម័យនៅក្នុងគ្រួសារនៅក្នុងកន្លែងរស់នៅផងក៏ដូចជាអនាម័យនៅក្នុងមណ្ឌលសុវត្ថិភាពទាំងមូលផងដែរចាហើយពាក់ព័ន្ធទៅនឹងសម្រាមបរិស្ថានក៏ដូចជាការយល់ដឹងផ្សេងទៀតទន្ទឹមនោះក៏យើងត្រូវផ្ដោតទៅលើស្ត្រីដែលមានផ្ទៃពោះនិងកុមារតូចក៏ដូចជាចាស់អ្នកដែលមានវ័យចាស់ហើយនិងអ្នកមានពិការភាពដែលសំខាន់បំផុតគឺយើងត្រូវគិតគូរអំពីការផ្ដល់នៅសម្ភារៈឧបករណ៍ទន្ទឹមនឹងនោះគឺយើងត្រូវធ្វើឲ្យថាខាងផ្នែកផ្លូវចិត្តចំពោះក្មេងៗវិញគឺយើងត្រូវយើងបានយកចិត្តទុកដាក់នៅក្នុងការចុះទៅទី1កន្លែងខ្លះគឺអាចមានបង្កើតទៅជាថ្នាក់រៀនកន្លែងខ្លះទៀតគឺទៅជាកន្លែងដែលហៅថារបៀបជាក្មេងលេងកំសាន្តដើម្បីជួយខាងផ្នែកផ្លូវចិត្តចំពោះដល់កុមារទាំងនោះអញ្ចឹងក៏យើងមានទី1យើងមានកិច្ចហៅថាមន្ត្រីទីស្នាក់ការកណ្ដាលរបស់យើងចុះទៅធ្វើការជាមួយនឹងមន្ត្រីនៅសាខានិងអនុសាខាហើយយើងធ្វើការរួមគ្នានៅក្នុងមណ្ឌលសុវត្ថិភាពនឹងតែម្ដងចា៎ហើយទន្ទឹមនឹងនោះគឺយើងមានកិច្ចសហការជាមួយនឹងអង្គការផ្សេងទៀតដែលគាត់ទៅឈរជើងនៅទីនោះដែលមានរៀបចំឲ្យទៅជាមានស្តង់របស់កាកបាទของកម្ពុជារបស់អង្គការផ្សេងទៀតដើម្បីបងប្អូនប្រជាពលរដ្ឋលោកមានបញ្ហាអីលោកអាចមានការតាក់ទងមកយើងបានងាយស្រួលផងហើយក៏អាចធ្វើឲ្យយើងក្តាប់បាននៅស្ថានភាពនិងការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងដំណាក់កាលពីខែហៅថាពីខែកក្កដារហូតដល់ខែវិច្ឆិកាគឺជាសកម្មភាពដែលយើងតែងតែផ្លាស់វេនគ្នាពីទីស្នាក់ការកណ្ដាលទៅធ្វើការជាមួយនឹងមន្ត្រីសាខានិងអ្នកស្ម័គ្រចិត្តរបស់យើងទន្ទឹមនោះគឺយើងបានយល់ឃើញថានៅក្នុងមណ្ឌលសុវត្ថិភាពនីមួយៗគឺយើងត្រូវបង្កើតឲ្យមានក្រុមអ្នកស្ម័គ្រចិត្តនៅក្នុងទីនោះព្រោះថាយើងចង់ទៅយើងធ្វើការផ្លាស់វេនគ្នាទៅមែនតែយើងមិនអាចប្រចាំការនៅទីនោះហើយសំខាន់បំផុតគឺការចូលរួមអំពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទីនោះតែម្ដងដើម្បីចូលរួមបកកលក្ខណៈហៅថាបន្តនិរន្តរភាពនៅការងារថែរក្សាបរិស្ថាននិងអនាម័យនិងការយល់ដឹងផ្សេងអញ្ចឹងកម្លាំងបច្ចេកទេសរបស់យើងគឺយើងបានចុះទៅជ្រើសរើសអ្នកស្ម័គ្រចិត្តដើម្បីឲ្យគាត់ចូលរួមនៅក្នុងការបដិបដាលហើយគាត់យកទៅអនុវត្តបន្តនៅក្នុងមណ្ឌលសុវត្ថិភាពចា៎នេះហៅថាអ្វីដែលយើងបានធ្វើនៅក្នុងដំណាក់កាលទី1គឺកើតឡើងភ្លាមនិងដំណាក់កាលទី2នៅក្នុងស្ថានភាពមួយចន្លោះរវាងខែហៅថាពីខែសីហារហូតដល់ខែវិច្ឆិកានៅក្នុងពេលនោះដែរគឺថាសម្ដេចគតិប្រិមដិតប៊ុនរាជហ៊ុនសែនក៏លោកបានភ្លាមក្រោយពីមានបទជបាញ់គឺថាបានចុះទៅដល់មណ្ឌលសុវត្ថិភាពពោធិ៍5000ព្រោះនៅក្នុងស្ថានភាពដំណាក់កាលទី1គឺស្ថានភាពដែលខ្លាំងគឺនៅក្នុងខាងខេត្តព្រះវិហារចា៎អញ្ចឹងនៅជារួមនៅក្នុងរយៈពេលនោះការផ្ដល់អំណោយរបស់កាកបាទของកម្ពុជាគឺបានដល់14000គ្រួសារជាងនៅក្នុងរយៈពេលនោះហើយសម្ដេចគតិប្រិមដិតលោកអញ្ជើញទៅផ្ទាល់នោះគឺនៅពោធិ៍5000នោះគឺចំនួន5000គ្រួសារទន្ទឹមនឹងការចុះផ្ទាល់របស់សម្ដេចគតិប្រិមដិតប្រធានក៏យើងមានហៅថាការចាត់កម្លាំងរបស់យើងទាំងនៅសាខាក៏ដូចជាទីស្នាក់ការកណ្ដាលឲ្យពិនិត្យមើលនៅហៅថាអ្នកខ្លះក៏អត់ចូលមកនៅក្នុងមណ្ឌលសុវត្ថិភាពទេតែគាត់នៅតាមភូមិឬក៏នៅជាមួយនឹងកន្លែងថាប្រមូលផ្ដុំតូចណាមួយ20គ្រួសារ70គ្រួសារ5គ្រួសារអីចឹងយើងធ្វើម៉េចកុំឲ្យមានការខ្វះចន្លោះនៅក្នុងការផ្គត់ផ្គង់និងផ្ដល់នៅអំណោយសម្រាប់ជីវភាពរបស់យើងចា៎នៅក្នុងខាងផ្នែកមួយទៀតនៅក្នុងឈានចូលមកដល់ទន្ទឹមនឹងនោះគឺយើងថាមានយុទ្ធជនដែលពលីនិងមានយុទ្ធជនដែលរបួសអញ្ចឹងក្រុមរបស់យើងមួយទៀតគឺយើងតែងតែធ្វើការជាមួយនៅមន្ទីរពេទ្យខេត្តក៏ដូចជានៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញដែលតាមដានឲ្យជាប់នៅព័ត៌មានផ្សេងទៀតអញ្ចឹងក្រុមការងាររបស់យើងតែងតែចុះ
សួរសុខទុក្ខទៅដល់យុទ្ធជនដែលរបួសនៅសម្រាប់នៅព្យាបាលនៅមន្ទីរពេទ្យនិងចុះផ្ទាល់ទៅដល់គ្រួសារដែលពលីចា៎នេះគឺជាចំណុចសំខាន់ណាស់ព្រោះយើងយកថាកងទ័ពការពារបូរណភាពទឹកដីហើយពលីនៅក្នុងការការពារបូរណភាពទឹកដីនេះគឺជាគុណអំណាចដ៏ពិសេសវិសាលថ្លៃថ្លាហើយការចូលរួមចំណែករបស់យើងក៏ដូចជាពីសប្បុរសជនផ្សេងទៀតក៏ដូចជាការយកចិត្តទុកដាក់អំពីថ្នាក់ដឹកនាំផ្សេងទៀតគឺហៅថាជាការផ្ដល់នៅកម្លាំងចិត្តដ៏ធំធេងចា៎នៅក្នុងដំណាក់កាលទី3គឺជាព្រឹត្តិការណ៍នៅក្នុងខែធ្នូដែលបានកើតមានឡើងអញ្ចឹងបើសិនជាយើងនៅក្នុងខាងខែធ្នូការងាររបស់កាកបាទក្រហមកម្ពុជាដែលកន្លងមកនៅក្នុងដំណាក់កាលទី1ក៏ដូចជានៅក្នុងរយៈពេលទៅក្នុងការកសាងសមត្ថភាពរហូតមុនខែធ្នូនេះគឺយើងឃើញថាវាមានស្ថានភាពខុសគ្នាដោយសារថាការប្រើប្រាស់អាវុធគឺមានភាពលក្ខណៈមិនដូចលើកទី1គឺថាការប្រើប្រាស់ទៅតាមដែនអាកាសច្រើនរបស់ភាគីម្ខាងទៀតគឺបង្កជាឧបសគ្គមិនឲ្យកាកបាទក្រហមកម្ពុជាយើងបានចុះផ្ទាល់ខ្លួនឯងទេភាគច្រើនគឺយើងតែងតែមានការផ្ទេរថវិកាជូនទៅដល់សាខាដែលនៅតាមជាប់ព្រំដែនហើយជាពិសេសនៅក្នុងលើកនេះស្ថានភាពដែលធ្ងន់ធ្ងរខ្លាំងគឺនៅខាងខេត្តឧត្តរមានជ័យទៅវិញចា៎ឧត្តរមានជ័យហើយនៅខាងបន្ទាយមានជ័យអញ្ចឹងនៅក្នុងរយៈពេលនោះគឺថាការផ្ដល់របស់កាកបាទក្រហមកម្ពុជាគឺយើងតាមរយៈតែថវិកាផ្ទេរជូនទៅដល់សាខាកាកបាទក្រហមកម្ពុជាខេត្តហើយនឹងទី2ទៀតគឺយើងផ្ដល់នៅសម្ភារៈជាអំណោយយកទៅផ្គត់ផ្គង់ជូននៅផ្គត់ផ្គង់ជូនហើយចំពោះការចុះផ្ទាល់របស់យើងគឺយើងមានតែការប្រើប្រាស់បរិចំណោយរបស់ព្រះករុណាព្រះមហាក្សត្រជាអង្គម្ចាស់ជីវិតលើកដំបូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរដែលយើងបានចែកជូនចំនួន 3000 គ្រួសារនៅខាងខេត្តបន្ទាយមានជ័យនិង 3600 គ្រួសារនៅខាងខេត្តឧត្តរមានជ័យចាបន្ទាប់ពីនោះមកទៀតគឺជាសកម្មភាពដែលមន្ត្រីរបស់សាខានិងអនុសាខាលោកបានចុះផ្ទាល់ហើយនិងមន្ត្រីរបស់កាកបាទក្រហមកម្ពុជាយើងដែលយើងត្រូវគិតអំពីបញ្ហាសុខភាពផងដែរនៅក្នុងពេលប្រតិបត្តិការនេះអញ្ចឹងភាគច្រើនគឺយើងច្រើនធ្វើការជាប្រយោជន៍ច្រើនចា៎នេះហៅថាជា3ដំណាក់កាលនៅក្នុងការបំពេញការងាររបស់កាកបាទក្រហមកម្ពុជានៅក្នុងស្ថានភាពនៃចំនួនបញ្ហាព្រំដែនកម្ពុជាថៃចា៎នៅក្នុងដំណាក់កាលបន្ទាប់មកទៀតគឺនៅក្នុងពេលដែលយើងមានបទឈប់បាញ់ជាលើកទី2ហើយនៅក្នុងក្រោយពីបទឈប់បាញ់នេះគឺយើងបានហៅថាការបន្តគិតគូរអំពីការស្ដារលទ្ធភាពឡើងវិញចាស្ដារលទ្ធភាពឡើងវិញទី1គឺការហៅថាការបន្តជួយផ្ដល់នៅអំណោយសង្គ្រោះបន្ទាន់ខាងផ្នែកជីវភាពហើយនៅក្នុងឱកាសនោះគឺសម្ដេចគតិព្រមទិដ្ឋពលនាយហ៊ុនសែនលោកបានអញ្ជើញចុះផ្ទាល់ទៅខាងខេត្តសៀមរាបដែលនៅក្នុងមណ្ឌលភាសឹកនៅខាងកលាញ់ហើយនៅក្នុងទន្ទឹមនឹងការចែកជូនប្រជាពលរដ្ឋក៏លោកបានចុះទៅសួរសុខទុក្ខទៅដល់សិស្សសាលាដែលបង្កើតនៅក្នុងជាសាលាបណ្ដោះអាសន្ននៅក្នុងមណ្ឌលភាសឹកផងដែរចា៎នេះគឺការងារប្រតិបត្តិការខាងផ្នែកអំណោយមនុស្សធម៌ហើយដែលយើងនៅក្នុងនោះគឺថាការយកចិត្តទុកដាក់ដូចខ្ញុំបានជម្រាបជូនខាងដើមអញ្ចឹងគឺយើងមានកិច្ចសហការជាមួយនឹងកងការ UNFPA ទទួលនៅស្បៀងនៅថា kit សម្ភារៈសម្រាប់អ្នកដែលមានផ្ទៃពោះអ្នកដែលមានកូនតូចនៅតាមមណ្ឌលសុវត្ថិភាពហើយដែលយើងធ្វើចែកជូននៅមណ្ឌលសុវត្ថិភាពនៅខាងខេត្តសៀមរាបនៅខាងខេត្តឧត្តរមានជ័យខេត្តព្រះវិហារនៅខាងខេត្តបន្ទាយមានជ័យចា៎នេះជាការងារដែលពាក់ព័ន្ធទៅនឹងការផ្ដល់អំណោយទី2នៅក្នុងការដែលយើងគិតតែខ្ញុំបានជម្រាបជូនកន្លងមកខ្លះហើយអំពីការងារអនាម័យទឹកស្អាតការបដិបដាលនៅការយល់ដឹងអំពីក្របមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរួមជាមួយនឹងសង្គ្រោះបឋមទន្ទឹមនឹងនោះគឺយើងមានហៅថាកិច្ចការមួយទៀតដែលពាក់ព័ន្ធទៅនឹងហៅថាផ្ដល់នៅការកិច្ចគាំពៀនៅក្នុងការផ្ដល់កិច្ចគាំពៀនេះគឺយើងបានដឹងថាយុទ្ធជន18រូបដែលទទួលជាប់ដែលហៅថាជាប់
ខុំខាំងនៅខាងយោធាតាំងពីថ្ងៃទី29ខែកក្កដារហូតដល់ថ្ងៃទី31ខែធ្នូនោះគឺនៅក្នុងពេលនោះគឺកាកបាទខំកម្ពុជាបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនឹងគណៈកម្មការអន្តរជាតិកាកបាទក្រហមដែលបំពេញនៅអំណាចរបស់ខ្លួនទៅតាមអនុសញ្ញាក្រុងសឺណែវហើយនៅក្នុងហៅថាជាអ្នកឃ្លាំមើលនៅការអនុវត្តនៅច្បាប់រដ្ឋធម៌អន្តរជាតិនិងផ្ដល់នៅការគាំពៀទៅដល់អ្នកដែលត្រូវហៅថាចាប់យកទៅខុបខាំងអញ្ចឹងនៅក្នុងរយៈពេលនោះគឺយើងបានតាក់ទងជាមួយនឹងក្រុមគ្រួសាររបស់វីរយុទ្ធជនទទួលនៅសារនៅហៅថាលិខិតសម្រាប់ពីវីរយុទ្ធជនហើយជូនទៅដល់យុទ្ធជននៅក្នុងមន្ទីរឃុំឃាំងតាមរយៈគណៈកម្មការអន្តរជាតិកាកបាទផងកម្ពុជាហើយនៅក្នុងរយៈពេលនៃការឃុំឃាំងនោះគឺថាយើងបានទៅផ្ដល់នៅសារលិខិតចំនួន3ដងអំពីវីរយុទ្ធជនមកទៅដល់ក្រុមគ្រួសារវិញហើយក៏យើងបានទទួលលិខិតពីក្រុមគ្រួសារយកទៅដល់វីរយុទ្ធជនវិញរហូតទៅដល់ពេលមានការសម្របសម្រួលជួយសម្របសម្រួលពី ICRC នៅក្នុងការដែលបានដោះលែងនៅថ្ងៃទី31ខែធ្នូឆ្នាំ2025ចា៎ទន្ទឹមនឹងការកិត្តគូអំពីការគាំពៀទៅដល់ជនស៊ីវិលនិងជនដែលរងរបួសនេះនៅក្នុងដំណាក់កាលទី2គឺយើងឃើញថានៅក្នុងហៅថាការផ្ទុះអាវុធលើកទី2នៅក្នុងខែធ្នូនេះគឺយើងមានសកម្មភាពជាច្រើននៅក្នុងការចុះទៅតាមមន្ទីរពេទ្យហើយនឹងទៅតាមគ្រួសារយុទ្ធជនដែលពលីចាអញ្ចឹងសកម្មភាពរបស់យើងគឺថាយើងស្រាដោយសារថាការផ្ដល់នៅអំណោយគឺយើងតែងតែមានធ្វើតាមរយៈគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយយើងធ្វើទៅតាមរយៈរដ្ឋបាលខេត្តនិងយើងធ្វើទៅតាមរយៈសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តនីមួយៗចឹងទេយើងបានបដោតសកម្មភាពការងាររបស់យើងទៅលើការចុះសួរសុខទុក្ខនៅតាមមន្ទីរពេទ្យនិងទៅតាមគ្រួសាររបស់យុទ្ធជនដែលពលីចានេះហៅថានៅក្នុងដំណាក់កាលនៃការដែលមានចំនួនប្រដាប់អាវុធកើតឡើងសួរថាកាកបាទខំកម្ពុជាបាននៅកំពុងធ្វើអ្វីខ្លះនៅក្រៅការដែលយើងមានបទជប់បានជាលើកទី2ចាបានន័យថាចាប់តាំងពីខែមករារហូតដល់ពេលនេះក្នុងរយៈពេល6ខែនេះគឺយើងបានកិច្ចសហការនិងក៏មានការជួយគាំទ្រអំពីគណៈកម្មការអន្តរជាតិកាកបាទក្រហមយើងធ្វើការផ្លាស់ប្ដូរយោបល់គ្នាហើយនៅក្នុងការដែលសំខាន់បំផុតគឺយើងគិតគូរអំពីលទ្ធភាពនៅក្នុងការស្ដារឡើងវិញផងក៏ដូចជានៅក្នុងការបង្កើននៅសមត្ថភាពរបស់មន្ត្រីទីស្នាក់ការកណ្ដាលក៏ដូចជាអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមយើងចាអញ្ចឹងនៅក្នុងនេះយើងផ្ដោតការងារបណ្ដុះបណ្ដាលគឺទៅលើខាងផ្នែកអប់រំយល់ដឹងអំពីពេលនិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះយើងបានផ្ដោតទៅលើការងារអនាម័យទឹកស្អាតហើយនឹងការប្រកួតប្រជែងនៅសម្ភារៈមួយចំនួនគឺដូចជាមានដែលគណៈកម្មការអន្តរជាតិកាកបាទក្រហមបានផ្ដល់គឺដូចជាមានសម្ភារៈសម្រាប់ហៅថាសម្អាតអនាម័យទៅតាមបន្ទប់ទឹកចាការជួយទៅដល់ការរៀបចំហៅថាជាដូចជាក្រែព្រោះយើងនៅភាគច្រើនគឺយើងក្រាលតង់នៅលើផ្ទាល់ដីដែលពុំមានលក្ខណៈសម្រាប់សុខភាពហើយជាពិសេសនៅក្នុងពេលមានភ្លៀងខ្យល់អញ្ចឹងយើងមានហៅថាការផ្ដល់ជូនជាក្រែជាគ្រឿងសម្ភារៈដែលអាចយកទៅតម្លើងដោយខ្លួនឯងបានដល់បងប្អូនប្រជាពលរដ្ឋភាគសឹកចាទំនងនៅក្នុងនេះតាមសាខានីមួយៗលោកយកចិត្តទុកដាក់ទៅលើការរៀបចំឲ្យមានបន្ទប់ទឹកបើសិនជានេះគឺយើងហៅថាបន្ទប់ទឹកសហគមន៍ដែលលើកចឹងជាតង់កស៊ូជាអីទេព្រោះថានៅក្នុងផ្នែកនេះកន្លែងខ្លះដែលធំក៏យើងមានកស៊ូផ្សេងទៀតដែលលោកមានពាក់ព័ន្ធនៅក្នុងហៅថាទៅតាមជំនាញរបស់ខ្លួនបានរៀបចំឡើងចាសម្រាប់កាកបាទខំកម្ពុជាយើងមកដល់ពេលនេះគឺយើងបន្តនៅការបដិបដាលទៅដល់អ្នកស្ម័គ្រចិត្តរបស់យើងដូចថ្មីនេះគឺយើងមានការបដិបដាលដល់អ្នកស្ម័គ្រចិត្តនៅភូមិរងចាំដើម្បីសម្រាប់ឲ្យគាត់ធ្វើការបដិបដាលបន្តនៅក្នុងខាងផ្នែកអនាម័យទឹកស្អាតហើយចំពោះខាងផ្នែកអប់រំយល់ដឹងអំពីមាននិងយុទ្ធភ័ណ្ឌប្រំផ្ទុះនេះគឺយើងបានផ្ដោតនៅមុខសញ្ញាថ្មីនៅក្នុងការពង្រីកនៅក្នុងការបដិបដាលរបស់យើងនៅតាមខេត្តទាំង7នៅតាមជាប់ព្រំដែន
ហើយនៅក្នុងនោះគឺយើងបានកសាងជាផែនការសម្រាប់ឲ្យគាត់ធ្វើការផ្សព្វផ្សាយបន្តអញ្ចឹងអ្នកគ្រប់គ្រងមណ្ឌលសុវត្ថិភាពនីមួយៗអ្នកនៅតាមហៅថាគណៈកម្មការចំពោះកិច្ចហើយនិងអ្នកស្ម័គ្រចិត្តរបស់យើងគឺតែងតែមានសកម្មភាពជារៀងរាល់ថ្ងៃនៅក្នុងការអប់រំដល់បងប្អូនប្រជាពលរដ្ឋយើងហើយចំពោះរឿងអនាម័យទឹកស្អាតនេះគឺនៅតែជាចំណុចផ្ដោតរបស់កាកបាទក្រហមកម្ពុជាខាងផ្នែកចិត្តសាស្ត្រសង្គមក៏នៅជាចំណុចដែលផ្ដោតហើយដូចជាសង្គ្រោះបឋមគឺជាការងារមួយដែលយើងនៅតែយកចិត្តទុកដាក់នៅក្នុងការបដិបដាលដល់យុវជនអ្នកស្ម័គ្រចិត្តរបស់យើងសម្រាប់ធ្វើការងារនៅតាមតំបន់នីមួយៗចា៎ទន្ទឹមនឹងនោះគឺយើងមានការងារមួយទៀតដែលយើងត្រូវតែធ្វើជាចាំបាច់បំផុតហើយសំខាន់បំផុតនៅក្នុងបរិការនេះគឺការលើកកម្ពស់ការយល់ដឹងអំពីច្បាប់មនុស្សធម៌អន្តរជាតិនៅក្នុងការដែលយើងចាប់ផ្ដើមមានព្រឹត្តិហេតុដំបូងយើងក៏សម្គាល់ឃើញមានការប្រើប្រាស់នៅហៅថាបដិរូបកាកបាទក្រហមមិនត្រឹមត្រូវជាច្រើនអញ្ចឹងសំខាន់បំផុតគឺយើងបានកិច្ចសហការយើងបានធ្វើការសហការយ៉ាងជាមួយនឹងក្រសួងព័ត៌មានដោយធ្វើការផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលជាមួយទៅដល់អ្នកដែលជាហៅថាអ្នកដែលយកព័ត៌មានជាមួយក៏ដូចជាក្រុមមន្ត្រីដែលជាពិធីករនៅតាមស្ថានីយ៍ផ្សេងៗដើម្បីបានយល់ច្បាស់អំពីគោលការណ៍គ្រឹះការប្រើប្រាស់បដិរូបឲ្យបានត្រឹមត្រូវហើយនឹងការគោរពនៅច្បាប់មនុស្សធម៌អន្តរជាតិសំខាន់បំផុតនៅក្នុងការគោរពច្បាប់មនុស្សធម៌អន្តរជាតិនេះយើងក៏បានកំពុងតែនឹងពង្រីកផ្ដល់នៅការយល់ដឹងអំពីច្បាប់មនុស្សធម៌អន្តរជាតិជាពិសេសនៅក្នុងបរិការនៃស្ថានភាពបច្ចុប្បន្ននៅលើសកលលោកព្រោះថាស្ថានភាពបច្ចុប្បន្ននេះមិនមែនមានតែបញ្ហារវាងកម្ពុជានិងថៃទេក៏តែមានតាមតំបន់ផ្សេងទៀតជាច្រើនអញ្ចឹងសំខាន់បំផុតការងាររបស់យើងក្នុងនាមជាសមាគមជាតិក្នុងនាមជាអ្នកដែលរាជរដ្ឋាភិបាលបានចុះហត្ថលេខាលើអនុសញ្ញាក្រុងហ្សឺណែវសំខាន់បំផុតគឺការចូលរួមនៅក្នុងការលើកកម្ពស់ការអនុវត្តនៅច្បាប់មនុស្សធម៌អន្តរជាតិនេះនៅក្នុងស្ថានភាពដែលមានចំនួនប្រដាប់អាវុធនេះចា៎អញ្ចឹងទេនៅក្នុងនេះគឺយើងមានការអប់រំផ្សព្វផ្សាយជាច្រើនទៅដល់ក្នុងជួរនិស្សិតក៏ដូចជាជួរកងកម្លាំងប្រដាប់អាវុធចា៎កងកម្លាំងប្រដាប់អាវុធហើយថ្មីនេះគឺយើងបានធ្វើសិក្ខាសាលាមួយអន្តរក្រសួងដោយអញ្ជើញដោយមានអញ្ជើញមន្ត្រីជំនាញពីក្រសួងស្ថាប័នចំនួន16ចូលរួមផងដើម្បីបានយល់កាន់តែច្បាស់ថែមទៀតអំពីច្បាប់មនុស្សធម៌អន្តរជាតិជាពិសេសការអនុវត្តនៅក្នុងបរិការសកលលោកបច្ចុប្បន្ន